规则好规则就บอกថាច្បាប់ណាច្បាប់ឬក៏យើងบอกថាវិន័យក៏បានដែរគួយជើនេះบอกថាច្បាប់ឬក៏វិន័យអញ្ចឹងជាទូទៅគួយជើនេះគឺប្រើសម្រាប់នៅក្នុងសាលាក្នុងថ្នាក់ក្នុងគ្រួសារក្នុងស្ថាប័ននិយាយអំពីវិន័យឬក៏ច្បាប់តែអ្នកខ្លះគាត់អាចអានដល់ច្បាប់វិន័យទៀតតែក៏ពិតវាមិនមែនទេច្បាប់大家好，欢迎来到安火通中文在线学习频道。今天我有一个的题目，就是的110汉语相关工作。បាទសួស្តីបងប្អូនអរគ្នាសូមស្វាគមន៍ចូលមកកាន់ Channel អានផាធូបរៀនភាសាចិនងាយៗនៅទីនេះអ្នកអាចរៀនភាសាចិនបានយ៉ាងងាយនិងប្រើបានពិតក្នុងជីវិតប្រចាំថ្ងៃអញ្ចឹងមេរៀនរបស់យើងទាក់ទងនឹងថ្ងៃនេះគឺ100ពាក្យចិនសម្រាប់ការងារ100ពាក្យចិនសម្រាប់ការងារភាគទី10ជាភាគបញ្ចប់ចឹងលាសើសំខាន់ទេបេតូដែលលាសើអខាននៃការដាក់មេរៀនបញ្ចប់ចុងក្រោយតែឥឡូវនេះលាសើនឹងដាក់នៅសប្តាហ៍នេះតែម្ដងណាដើម្បីឲ្យបងប្អូនបានរៀនបញ្ចប់ហើយនឹងយើងបានយកមេរៀនអ្វីដែលថ្មីយកមករៀនបន្តបាទអញ្ចឹងមុនយើងចូលទៅដល់ការរៀនពាក្យរបស់យើងសើសូមឲ្យបងប្អូនជួយចុច like share ជួយ subscribe ដាក់រូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូមេរៀនថ្មីៗពីអានហ្វាធូបាទអញ្ចឹងកុំឲ្យយូរបងប្អូនចូលទៅរៀនជាមួយលាសើទាំងអស់គ្នាទៅហោជីបាបាទអញ្ចឹងយើងចូលមកដល់ទី10其他常用词2其他常用词2មានន័យថាពាក្យទូទៅផ្សេងៗវគ្គ2ជាភាគបញ្ចប់ណាជាភាគបញ្ចប់អញ្ចឹងលាសើនឹងបញ្ចប់100ពាក្យចិនសម្រាប់ការងារនៅថ្ងៃនេះអញ្ចឹងកុំឲ្យយូរបងប្អូនចូលទៅរៀនពាក្យទាំង10របស់យើងចុងក្រោយនៃ100ពាក្យចិនសម្រាប់ការងារទាំងអស់គ្នាហោជីបា指认指认指认什么指认บอกថាកតាបកិច្ចណាកតាបកិច្ច指认指认บอกថាកតាបកិច្ច规则规则规则យើងบอกថាច្បាប់ណាច្បាប់ឬក៏យើងบอกថាវិន័យក៏បានដែរគួយជើនេះบอกថាច្បាប់ឬក៏វិន័យអញ្ចឹងជាទូទៅគួយជើនេះគឺប្រើសម្រាប់នៅក្នុងសាលាក្នុងថ្នាក់ក្នុងគ្រួសារក្នុងស្ថាប័ននិយាយអំពីវិន័យឬក៏ច្បាប់តែអ្នកខ្លះគាត់អាចអានដល់ច្បាប់វិន័យទៀតតែក៏ពិតវាមិនមែនទេច្បាប់ផ្សេងវិន័យផ្សេងបើយើងគិតតាមផ្លូវច្បាប់ណាប៉ុន្តែឥឡូវដល់សើអត់ចង់ហៅហាត់ទេព្រោះមេរៀនរបស់យើងមិនមែននិយាយអំពីច្បាប់ទេយើងនិយាយអំពី100ពាក្យចិនសម្រាប់ការងារអញ្ចឹងយើងនិយាយអំពីភាសាចិនអញ្ចឹងវាអាចថាគួយជើบอกថាច្បាប់ឬក៏វិន័យ制度制度 OK 制度บอกថា制度ប្រព័ន្ធប្រព័ន្ធ就是制度ណា制度บอกថាប្រព័ន្ធយើងអាចบอกថា system ឬក៏ policy យើងអាចบอกបានដូចគ្នាណា system និង policy អញ្ចឹងលាសើក៏មិនសូវជាយល់ច្បាស់ដែរតែទៅជាមួយនឹងភាសាអង់គ្លេសហ្នឹងប៉ុន្តែភាសាចិនអាជាទូហ្នឹងบอกថាប្រព័ន្ធអញ្ចឹងយើងពីប្រព័ន្ធអញ្ចឹងទៅ标线
表现表现表现你บอกทำไม表现การสำแดงการสำแดง就是表现这样的当然在สำแดง啊你会表现吗这边看การสำแดง这样在สำแดง啊你看你会表现吗评价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 是什么呢评价咖啡តម្លៃ咖啡តម្លៃ就是评价评价นี่ผมบอกนะ咖啡តម្លៃนะ就是评价ต่อไปนี้成功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 你บอกทำไมchốt chày chốt chày成功ភាសាខ្មែរមកយើងនិយាយថាឥឡូវអ្នកជោគជ័យអត់现在你成功吗ចឹងមានន័យ成功នេះមកថាជោគជ័យ失败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 บอกថាបរាជ័យបរាជ័យ失败บอกថាបរាជ័យរឿងទាំងអស់នេះខ្ញុំបរាជ័យអស់ហើយ这个是我失败了你看看រឿងទាំងអស់នេះខ្ញុំបរាជ័យអស់ហើយណា失败บอกថាបរាជ័យ进步进步进步จะบอกทำไม进步การที่จำเริญการที่จำเริญ就是进步进步บอกថាការที่จำเริญโอเคឥឡូវនេះអ្នកធ្វើការvới chậm lại nè现在你的工作进步了现在你的工作进步了nghe haឥឡូវអ្នកធ្វើការvới chậm lại nè就是进步呢ការที่จำเริญ挑战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 你บอกថាបញ្ហាប្រឈមបញ្ហាប្រឈម就是挑战ឥឡូវហ្នឹងកន្លែងការងាររបស់អ្នកមានបញ្ហាប្រឈមអីគេ现在你的工作有什么挑战ណាឥឡូវហ្នឹងការងាររបស់អ្នកមានបញ្ហាប្រឈមអ្វី其实是这样的挑战បញ្ហាប្រឈមឬក៏ហៅ challenge challenge អញ្ចឹង挑战ហ្នឹងមកថាបញ្ហាប្រឈម发展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 你บอกทำไม发展อภิวัตอภิวัต就是发展你的能力发展太多了นะนี่ฮะสมรรถภาพแต่วันนี้อภิวัตច្រើនណាស់ยัง发展你บอกថាការអភិវឌ្ឍ今天我们的课程就先上到这里，谢谢同学们的观看，同学们再见 Goodbye everyone បាទបងប្អូនទាំងអស់គ្នាមេរៀនរបស់យើងតាក់ទងជាមួយនឹងពាក្យប្រើប្រាស់ផ្សេងៗវគ្គទី2រៀនចប់ត្រឹមតែប៉ុណ្ណេះអញ្ចឹងលោកសើនឹងសង្ឃឹមថាវីដេអូលោកសើទាំង10ដែលបង្រៀនអំពី100ពាក្យចិនសម្រាប់ការងារអាចជួយដោះស្រាយនៅបញ្ហាមួយចំនួនតូចមកដែលអាចជួយឲ្យបងប្អូនចេះប្រើនៅភាសាចិនភាសាចិនអញ្ចឹងលោកសើមានតែជូនពរឲ្យបងប្អូនខិតខំប្រឹងរៀននិងទទួលបានជោគជ័យអញ្ចឹងមុននឹងបញ្ចប់ទៅលោកសើសូមឲ្យបងប្អូនជួយចុច like share ជួយ subscribe ដាក់រូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូមេរៀនថ្មីៗពីអានសាធូហើយបន្តមកទៀតលោកសើក៏មានដាក់នៅវីដេអូ3លើអេក្រង់បើសិនជាបងប្អូនពេញចិត្តលើមួយណាបងប្អូនអាចចុចទៅលើវីដេអូមួយនោះដើម្បីរៀនបន្តបាទ
សូមអរគុណសូមជម្រាបលាជួបគ្នានៅមេរៀនថ្មីៗក្រោយៗទៀត